រឿងចចកនឹងក្រពើកាលពីព្រេងនាយមានសត្វចកមួយក្បាលកំពុងដើររកចំណីនៅតាមមាត់ទន្លេស្រាប់តែពេលនោះវាបានឃើញសត្វក្រពើមួយក្បាលកំពុងដេកហាលថ្ងៃនៅលើដីខ្សាច់ដោយសារចកជាសត្វមានល្បិចក៏នឹកចង់ស៊ីសាច់ក្រពើប៉ុន្តែវាមិនហ៊ានចូលទៅជិតដោយផ្ទាល់ទេព្រោះខ្លាចកម្លាំងក្រពើចកក៏ស្រែកសួរទៅក្រពើពីចម្ងាយថាបងក្រពើតើបងដឹងទេថានៅត្រើយខាងមានសត្វដែលស្លាប់ថ្មីជាច្រើនបើបងចង់ស៊ីបងគួរតែទៅទីនោះចុះក្រពើដូច្នោះក៏មានចិត្តលោភលន់ប៉ុន្តែវាមិនដឹងផ្លូវទៅចុះក៏ឆ្លៀតឱកាសនេះប្រាប់ថាខ្ញុំអាចនាំផ្លូវបងបានប៉ុន្តែបងត្រូវឲ្យខ្ញុំជិះលើខ្នងបងដើម្បីឆ្លងទន្លេទៅជាមួយគ្នានៅពេលដែលក្រពើកំពុងហែទៅកណ្ដាលទន្លេចកចាប់ផ្ដើមខំខ្នងក្រពើតិចក្រពើមានការសង្ស័យក៏សួរថាបងចកតើបងកំពុងធ្វើអ្វីលើខ្នងខ្ញុំចកឆ្លើយយ៉ាងរហ័សថាអូខ្ញុំអត់បានធ្វើអ្វីទេគឺខ្ញុំគ្រាន់តែរៀបចំខ្លួនឲ្យស្រួលអង្គុយដើម្បីកុំឲ្យធ្លាក់ចូលទឹកតែប៉ុណ្ណោះលុះទៅដល់មាត់ច្រាំងម្ខាងទៀតចុះក៏លោតចុះពីលើខ្នងក្រពើរួចរត់ឡើងទៅលើទូខ្ពស់ហើយសើចចំអកឲ្យក្រពើថាបងក្រពើឲ្យបងឯងមានតែកម្លាំងតែគ្មានប្រាជ្ញាសោះគ្មានសត្វស្លាប់ឯណាទេគឺខ្ញុំគ្រាន់តែចង់ឆ្លងទន្លេដោយមិនបាច់ហែទឹកតែប៉ុណ្ណោះក្រពើខឹងយ៉ាងខ្លាំងប៉ុន្តែវាមិនអាចធ្វើអ្វីចកបានឡើយព្រោះវានៅក្នុងទឹកចំណែកចកនៅដីគោកក្រពើបានត្រឹមតែស្ដាយក្រោយចំពោះការទុកចិត្តលើសម្ដីលួងលោមរបស់សត្វដែលមានល្បិចក៏ដូចជាចកកុំជឿសម្ដីលួងលោមកុំឆាប់ជឿជាក់លើសម្ដីរបស់អ្នកដទៃពេកជាពិសេសអ្នកដែលយើងមិនសូវស្គាល់អត្តចរិតច្បាស់ប្រុងប្រយ័ត្នចំពោះអ្នកមានល្បិចមនុស្សឬសត្វដែលមានល្បិចក៏តែងតែរកវិធីប្រើប្រាស់អ្នកដទៃដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនមេរៀននៃការលោភលន់ការចង់បានចំណីដោយងាយគ្មានការព្យាយាមអាចធ្វើឲ្យយើងធ្លាក់ចូលក្នុងអន្ទាក់របស់អ្នកដទៃរឿងនិទានទន្សាយនិងខ្យងគឺជាសាច់រឿងដ៏ល្បីល្បាញមួយដែលឆ្លុះបញ្ចាំងពីការប្រើប្រាស់ប្រាជ្ញាដើម្បីយកឈ្នះលើអ្នកដែលអួតអាងខាងក្រោមនេះគឺជាសាច់រឿងទាំងស្រុងកាលពីព្រេងនាយមានសត្វទន្សាយមួយកាលណាវាដើរទៅណាមកណាតែងតែអួតអាងថាខ្លួនជាអ្នករត់លឿនជាងគេបំផុតក្នុងព្រៃថ្ងៃមួយទន្សាយបានដើរទៅជួបនឹងសត្វខ្យងដែលកំពុងវាយឺតទន្សាយក៏សើចចំអកឲ្យខ្យងថានៃខ្យងបើឯងវាយឺតបែបនេះតើអង្កោទៅដល់នឹងគេកុំថាឡើយដាសំបីតែដកដង្ហើមក៏ឯងធ្វើមិនទាន់យើងដែរខ្ញុំងើបែបនេះក៏ឆ្លើយទៅវិញដោយភាពអត់ធ្មត់ថាទន្សាយបងកុំមើលងាយខ្ញុំអីបើទោះជាខ្ញុំវាយឺតមែនប៉ុន្តែបើឲ្យយើងរត់ប្រណាំងគ្នាក៏ខ្ញុំមិនប្រកាសថាចាញ់បងដែរដោយភាពក្រអឺតក្រទុំទន្សាយក៏យកព្រំភ្នាល់រត់ប្រណាំងជាមួយខ្យងភ្លាមខ្ញុំដឹងខ្លួនឯងច្បាស់ថាមិនអាចរត់ឈ្នះទន្សាយដោយកម្លាំងបាយបានឡើយទើបវាទៅប្រមូលបងប្អូននិងមិត្តភក្តិខ្យងរាប់ពាន់ក្បាលមកដាក់ពង្រាយតាមផ្លូវដែលត្រូវរត់ប្រណាំងខ្យងបានផ្ដាំផ្ញើថាកាលណាទន្សាយស្រែកសួរថាក៏ខ្យងនៅឯណាអ្នកដែលនៅខាងមុខត្រូវស្រែកឆ្លើយតបថាខ្ញុំនៅទីនេះជាបន្តបន្ទាប់លុះដល់ថ្ងៃកំណត់ការរត់ប្រណាំងក៏ចាប់ផ្ដើមទន្សាយរត់យ៉ាងលឿនស្លេវលុះរត់បានបន្តិចក៏ស្រែកសួរថាខ្យងនៅឯណាស្រាប់តែមានសំឡេងខ្យងមួយនៅខាងមុខឆ្លើយថាខ្ញុំនៅទីនេះទន្សាយភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ប្រឹងរត់កាន់តែលឿនជាងមុនទៀតរត់បានបន្តិចទៀតក៏ស្រែកសួរទៀតស្រាប់តែមានខ្យងនៅខាងមុខឆ្លើយថាខ្ញុំនៅទីនេះដដែលទន្សាយប្រឹងរត់អស់ពីកម្លាំងកាយចិត្តរហូតដល់ហត់ដង្ហក់ទឹកភ្នែកទឹកសម្បល់រហូតតាមផ្លូវប៉ុន្តែទោះវាទៅដល់កន្លែងណាក៏ដោយក៏តែងតែឃើញខ្យងនៅខាងមុខវាជានិច្ចកុំមើលងាយអ្នកដទៃកុំវាតម្លៃអ្នកដទៃតែលើរូបរាងខាងក្រៅឬសមត្ថភាពដែលយើងមើលឃើញប្រាជ្ញាឈ្នះអស់មារសត្រូវការប្រើប្រាស់គំនិតនិងយុទ្ធសាស្ត្រអាចយកឈ្នះលើអ្នកដែលមានកម្លាំងខ្លាំងជាងបានភាពអួតអាងនាំមកនៅមហន្តរាយការមានមោទនភាពជ្រុលហួសហេតុនឹងធ្វើឲ្យយើងបាត់បង់ការប្រុងប្រយ័ត្ននិងជួបនៅការបរាជ័យ